នៅក្នុង SketchUp ពេលដែលយើងគូប្លង់ដូចជា master plan ឬក៏យើងរៀបចំពីក្នុង AutoCAD ហើយយើងបានទៅឡើងវាជា 3D ហើយនៅក្នុងការធ្វើអាគារនេះយើងយកទៅតាមបែបបទនៃតំបន់ខ្មែរយើងគឺមាន12រដូវនៅក្នុងរដូវខ្មែរយើងហ្នឹងវាមាន12ខែហ្នឹងនៅក្នុងខែខ្លះវាមានរដូវធ្លាក់ខ្យល់ធ្លាក់អីចឹងអាការធ្វើបែបមុខអាហារអាគារអីយើងនោះយើងធ្វើបែបខ្មែររបស់យើងហើយដំបូលខ្មែរយើងគឺមានរូបរាងដូចជាត្រេតចឹងហ្នឹងគេហៅដំបូលរបៀបដូចដើម្បីទុកនៅកម្ដៅអញ្ចឹងវាទប់ទល់នឹងកម្ដៅហើយឥឡូវយើងយកអាគារហ្នឹងទៅក្នុង AutoCAD ជារូបរាង 3D តែយើងយកបែបម៉េចដូច្នេះយើងអត់ពិបាកទេទីមួយយើងត្រូវ mouse ដាំនៅលើហ្នឹងយើងរកមើល mouse ដាំនៅលើបារខាងលើនេះយើងរក view អញ្ចឹងនៅក្នុង view ហ្នឹងវាមានគេហៅ ISO ហ្នឹងដូចរបៀបវាជា perspective ហើយវាមាន top view ហើយនឹង front ហើយនឹង right អញ្ចឹងយើងចុច view ទាំងអស់ហ្នឹងដើម្បីយើងចង់បាន view ណាយកទៅអញ្ចឹងថាយើងចង់បាន view មួយនេះយកទៅអញ្ចឹងយើងត្រូវយកតម្រង់វាជាគេហៅ palette វាមិនមែនជារូបរាងចេញមកយើងមើលដឹងថាវា 3D អញ្ចឹងយើងគ្រាន់តែធ្វើការចុចកន្លែងកាមេរ៉ាយើងរកមើលកន្លែងនេះយើង touch ប៉ុណ្នេះមកអញ្ចឹងពេលដែលយើងដូរកន្លែងហ្នឹងវានឹងមកឲ្យស្មើដូចយើងគូ line ក្នុង AutoCAD អញ្ចឹងយើងគ្រាន់តែចូលទៅបន្ទាប់ដែលយើងចុចកន្លែង file ហើយយើងរកមើលពាក្យកន្លែង export នេះអញ្ចឹងយើងរកមើលពាក្យ 2D ហើយយើងគ្រាន់តែធ្វើការដាក់ថ្មីមកដាក់ឈ្មោះឲ្យបានត្រឹមត្រូវហើយបន្ទាប់មកយើងបដូរកន្លែងនេះទៅជា PDF file ហើយយើងរកទីតាំងដាក់ថាសូមដាក់កន្លែង download ហើយចុច export ទៅហើយបន្ទាប់ពីយើង export ហើយយើងរកមើលនៅក្នុង AutoCAD ដែលយើងរកកន្លែងពាក្យថា insert អញ្ចឹងនៅកន្លែងហ្នឹងវាមាន insert របស់វានៅកន្លែងហ្នឹងអញ្ចឹងយើងរកមើលមកពាក្យ insert អញ្ចឹងយើងយក PDF បន្ទាប់មកយើងទៅកំណត់កន្លែងដែលយើងបានជ្រើសរើសមិញគឺ download ហើយយើងចុចហាងហ្នឹងមកហើយយើងអូខេមកអញ្ចឹងពេលយើង plot ហើយយើងអត់មានកំណត់អីច្រើនទេយើងគ្រាន់តែចុចអូខេមកអញ្ចឹងពេលយើងអូខេមកវាចេញ line ច្រើនទៀតអញ្ចឹងយើង select លើវាទាំងអស់ហើយយើងបដូរ line របស់វាមក by layer ឬក៏00មកអញ្ចឹងរូបរាងទាំងអស់ហ្នឹងវានឹងធ្វើការមកឲ្យយើងជា 3D ហ្នឹងតែម្ដងហើយអញ្ចឹងយើងអាចចាប់វាចូលក្នុង AutoCAD បាន